លោកត្រីសក្តាដែលជាបុគ្គលល្បីឈ្មោះមួយរូបនៅក្នុងបណ្ដាញសង្គមគឺបានឈប់រថយន្តនៅនឹងកន្លែងស្តុបដើម្បីសម្រាកមួយស្របក់មិនដឹងថាគាត់មានបញ្ហាអ្វីនោះទេគឺត្រូវបានកម្លាំងនគរបាលរាជអាវុធហត្ថទៅដាស់គាត់ដើម្បីឲ្យអែបរថយន្តឲ្យចូលគៀនដើម្បីឲ្យគាត់សម្រាកស្រាប់តែពេលនោះមិនដឹងថាគាត់យ៉ាងម៉េចទេបានថយរថយន្តមកប៉ះឡានខាងក្រោយក៏បន្តមកកាន់ម៉ូតូរបស់បងស្រីរងគ្រោះខាងលើតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថាកូនស្រីរបស់ជនរងគ្រោះគឺត្រូវបានបាត់បង់ជីវិតចំណែកឯម្ដាយជនរងគ្រោះរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមដែលក្មេងស្រីខាងលើទើបតែអាយុ13ឆ្នាំប៉ុណ្ណោះក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មីបានបញ្ជូនខ្លួនជនបង្កឈ្មោះសក្តាទៅប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មីបើតាមជាក់ស្ដែងសមត្ថកិច្ចធ្វើការតេស្តទៅលើជនបង្កគឺបានរកឃើញនៅសារធាតុញៀនផងដែរបើតាមការបញ្ជាក់ពីប្អូនប្រុសដែលជាសាច់ញាតិរបស់ជនរងគ្រោះមួយរយៈចុងក្រោយនេះគឺថាមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងយ៉ាងគំហុកដោយករណីខ្លះបុករត់មិនព្រមមកដោះស្រាយមិនមានទំនួលខុសត្រូវយើងដឹងហើយថាសង្គមខ្មែរយើងនេះគឺស្អប់ណាស់ចំពោះអ្នកដែលប្រើប្រាស់សារធាតុញៀននេះហើយលោកសក្តាគាត់គឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងបណ្ដាញសង្គមមួយរូបផងដែរគាត់មិនគួរណាមានការប្រើប្រាស់នៅសារធាតុញៀននោះទេសរុបជារួមមកយើងឃើញថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី7 ខែកក្កដាឆ្នាំ2026ដែលបង្កឡើងដោយបុគ្គលល្បីឈ្មោះមួយរូបហើយក៏ជាដៃគូរបស់ម្ចាស់ហាង Cafe Corner គឺប៉ៃឌីផងដែរដោយហេតុការណ៍ខាងលើបានបង្កឡើងដោយរថយន្តឈប់ស្តុបហាក់បីដូចជាមិនមានការទៅមុខសោះពេលនោះផងដែរសមត្ថកិច្ចក៏បានធ្វើការចូលទៅដាស់ស្រាប់តែម្ចាស់រថយន្តគាត់ក៏បានធ្វើការជន់ហ្វ្រាំងហាក់បីដូចជារត់គេចពីសមត្ថកិច្ចដែលធ្វើឲ្យប៉ះពាល់នៅរថយន្តនៅផ្នែកខាងក្រោយចំនួន2គ្រឿងនិងបន្តរហូតមកកាន់ម៉ូតូដែលជិះដោយជនរងគ្រោះពីរនាក់កំពុងដប់គ្នាដែលជាម្ដាយនិងកូនផងដែរដែលជាក់ស្ដែងទៅគឺថាម្ដាយបានរងរបួសធ្ងន់ធ្ងរបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃចំណែកឯកូនស្រីវិញគឺត្រូវបាត់បង់ជីវិតដោយកូនស្រីគឺមានអាយុ13ឆ្នាំផងដែរសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កបានធ្វើការតេស្តនៅសារធាតុញៀននិងសារធាតុអាល់កុលលទ្ធផលចេញមកគឺជនបង្កដែលមានឈ្មោះលោកសក្តាគឺបានផ្ទុកនៅសារធាតុញៀននេះបើយោងតាមប្រភពនៅកន្លែងកើតហេតុដែលបានរៀបរាប់មកផងដែរ